មានរឿងអីមកមិនបានទាំងអស់ហ្មងមានរឿងហើយឡានប្រធានលីនៅប្រធានចៅពេលនេះនៅមន្ទីរពេទ្យចុះមនុស្សយ៉ាងម៉េចហើយពេទ្យប្រាប់ឲ្យសម្រាកតាមដានសិនតែភ្ញៀវកាត់ខ្សែបូកំណត់អស់ហើយបើបាត់2នាក់អញ្ចឹងរកអ្នកណាមកជំនួសទៅបើអញ្ចឹងដូរកម្មវិធីទៅជាកាត់ខ្សែបូរួមគ្នាទៅអញ្ជើញហើយកែនៅតំបន់វេបឡើងឆាកទាំងអស់គ្នាហ្មងទៅខ្លាយបញ្ហានេះឲ្យទៅជាកម្មវិធីដ៏អស្ចារ្យហើយទាញខ្សែបូកាត់នោះឲ្យវែងដល់ជួរទី1នៃកន្លែងអ្នកទស្សនាទៅដូរពាក្យពេចន៍ភ្លាមទៅភ្ញៀវកាត់ខ្សែបូត្រូវបដូរជាភ្ញៀវគិតយូរទាំងអស់វិញកម្មវិធីសម្ពោធក្រុមហ៊ុនជាងត្រូវបានបញ្ចប់យ៉ាងរលូនឡានអំបាញ់មិញបងស្ទើរតែធ្វើឲ្យកម្មវិធីវិនិច្ឆ័យទៅហើយសំណាងហើយដែលមានអូនបើមិនអញ្ចឹងទេព័ត៌មានថ្ងៃស្អែកច្បាស់ជាចុះផ្សាយពីភាពអាម៉ាស់របស់ក្រុមហ៊ុនជាងមិនខានលោកឯងថាខ្ញុំចិញ្ចឹមកូនមិនរួមមែនទេជាងមួយឈីងកាលពីមុនលោកក្រសោះសូមខ្ញុំរៀបការនៅក្នុងបន្ទប់ជួលតើខ្ញុំធ្លាប់និយាយថាលោកចិញ្ចឹមខ្ញុំមិនរស់ទេពេលលោកគ្មានលុយ1រៀលខ្ញុំនៅក្បែរលោកពេលខ្ញុំធាត់ខ្ញុំឈឺលោកបែរជាទុកខ្ញុំចោលក្នុងផ្ទះហើយទៅរកស្រីផ្សេងមកជំនួសខ្ញុំទៅវិញនៅហ៊ាននិយាយថាខ្ញុំខ្វះលោកមិនបានទៀតលោកមើលងាយខ្ញុំពេកហើយសៀវលីងជឿម៉ាក់ណាកូនម៉ាក់ដាច់ខាត់មិនបោះបង់កូនចោលទេលិខិតលែងលះខ្ញុំនឹងរៀបចំឲ្យលឿនបំផុតសិទ្ធិចិញ្ចឹមសៀវលីងខ្ញុំត្រូវតែយកឲ្យបានមានគេបង្ហោះវីដេអូលីនវ៉ាន់អ៊ឺលុតជង្គង់ចូលក្នុងអនឡាញហើយខ្ញុំបារម្ភពីអ្នកទើបមកមើលនៅខាងក្រៅសុទ្ធតែអ្នកកាសែតចំរោមចិត្តអស់ហើយចេញតាមទ្វារក្រោយទៅអរគុណឈប់សិនឯងនឹងជួយឡានមានទំនាក់ទំនងអីនឹងគ្នានាងឯងមានប្រុសថ្មីទើបចង់លែងលះជាមួយអញមែនទេជាងមួយឈីងខ្ញុំមិនថោកទាបដូចលោកទេហើយចាប់ពីពេលនេះទៅរឿងរបស់ខ្ញុំលោកគ្មានសិទ្ធិមកលូកដៃទេអញគ្មានសិទ្ធិទាហាសោះនាងឯងជាប្រពន្ធអញតើពួកឯងទាំងពីរនាក់លួចតាក់ទងគ្នាពីអង្កលវើយវាដឹងអត់ថាមុននេះនាងឯងទាំងធាត់ទាំងអាក្រក់នោះលោកឯងគិតថានិយាយបែបនេះអាចធ្វើឲ្យខ្ញុំជឿចាប់បានមែនទេចាំមុនតែនៅទីនេះខ្ញុំមិនចង់រករឿងឲ្យខ្មាស់គេទេពេទ្យម៉ឹងហេតុអីលោកជួយខ្ញុំពួកយើងទើបតែជួបគ្នាម្ដងសោះហើយលោកថានឹងជួយខ្ញុំទៀតថ្ងៃនេះថែមទាំងរត់មកជួយខ្ញុំដល់ទីនេះហេតុអីទៅអ្នកពិតជាមិនចាំខ្ញុំមែនហ៎ពួកយើងរៀនសាលាជាមួយគ្នាតើក្មេងកំព្រាឪពុកម្ដាយស្លាប់អស់ហើយនៅហ៊ានមកកវ៉ាជាមួយអញទៀតថ្ងៃនេះអញវាយឯងក៏គ្មានអ្នកណាមកអើពើដែរពួកឯងកំពុងធ្វើអីហ្នឹងជួយឡានឯងកុំចេះដឹងរឿងគេវើយខ្លាំងតែជាមួយអ្នកខ្សោយជាងខ្លួននឹងអានឹងគេហៅថាពួកកំសាក់ពួកឯងទាំង3នាក់សុទ្ធតែកំសាក់ញីហ្មងគ្រូគេឡាឲ្យខ្ញុំមកបើកទ្វារមុនគាត់នឹងមកតាមក្រោយឥឡូវហើយបើមិនព្រមទៅទេចាំឲ្យគ្រូហៅឪពុកម្ដាយមកជួបទៅតោះទៅវើយអរគុណទៅបន្ទប់ពេទ្យលៀងរបួសបន្តិចទៅលើកក្រោយកុំចេះតែនៅស្ងៀមឲ្យគេវាយត្រូវក្រោកឈរវាយទុកវិញទោះវៃមិនឈ្នះក៏ត្រូវតែវាយឲ្យចាស់ដៃម្ដងដែរទើបគេលែងហ៊ានធ្វើបាបយើងទៀតកាលនោះខ្ញុំក៏មិនបានជួយអីធំដុំដែរមិនសមនឹងលោកចងចាំរាប់សិបឆ្នាំបែបនេះសោះអ្នកប្រហែលជាភ្លេចហើយតែថ្ងៃនោះវាមានន័យសម្រាប់ខ្ញុំខ្លាំងណាស់ខ្ញុំចៃដន្យឲ្យបានឃើញប្រវត្តិជំងឺរបស់អ្នកក៏ចាប់ផ្ដើមតាមដានរហូតមកនឹកស្មានមិនដល់ថាខ្ញុំខ្លាចជាមនុស្សធាត់ទម្ងន់100គីឡូមែនទេមិននឹកស្មានថាស្រីដ៏អស្ចារ្យដូចជាអ្នកបែរជារស់នៅលំបាកបែបនេះសោះជាងមួយឈីងជាមនុស្សតិរិឆានតែបុរសល្អនៅមានច្រើនណាស់ដូចជាខ្ញុំជាដើមពេទ្យម៉ឹងពេលនេះខ្ញុំគ្រាន់តែចង់បញ្ចប់ចំណងអាពាហ៍ពិពាហ៍មួយនេះយកកូនមកវិញហើយត្រឡប់ទៅធ្វើការរឿងស្នេហាមិនស្ថិតក្នុងការគិតរបស់ខ្ញុំនាពេលនេះទេខ្ញុំនឹងរងចាំអ្នកចាំរហូតដល់អ្នកអាចទទួលយកខ្ញុំនៅថ្ងៃណាមួយឆ្នាំដែលអ្នកខ្ញុំលើកមុននោះខ្ញុំបានឆែកមើលសារធាតុសម្បាររួចហើយវាមិនមែនជាថ្នាំពេទ្យរបស់មន្ទីរពេទ្យយើងទេមិនមែនចេញពីពេទ្យលោកទេចុះលីនវ៉ាន់នាងបានវាមកពីណាទៅនាងមិនបានទិញតាមពេទ្យទេគឺទិញមកពីខាងក្រៅជាថ្នាំអរម៉ូនចំណែកឯប្រភពរបស់វាខ្ញុំកំពុងតែឲ្យគេស៊ើបហើយអរគុណលោកហើយណាខ្ញុំនៅតែរងចាំអ្នកបានខ្ញុំនឹងយកក្តីជឿចាប់ដែលនាងផ្ដល់ឲ្យខ្ញុំទាំងប៉ុន្មានសងទៅនាងវិញឲ្យនាងវិនាសកេតឈ្មោះមិនអាចងើបមករួចអស់មួយជីវិតមកសរសេរកំណត់ហេតុ10ឆ្នាំហើយគ្មានរឿងអីគួរឲ្យចងចាំសោះទុកឲ្យវាស្អុយរលួយនៅទីនេះចុះ
ជូនខ្ញុំទៅសន្តាគារសិនទៅចាំរកបានការិយាល័យសំរុំចាំគិតរឿងជួលផ្ទះខ្ញុំស្គាល់អគារការិយាល័យមួយមានកន្លែងទំនេរថ្ងៃស្អែកចាំខ្ញុំជូនទៅមើលអរគុណហើយលោកប្រធានវាងថ្ងៃស្អែកខ្ញុំចង់ជួបពិភាក្សាជាមួយលោកពីរឿងគម្រោងពិព័រណ៍នាងទៅបាត់ហើយខ្ញុំនិយាយច្រើនម្លឹងនាងនៅតែដាច់ចិត្តសុំលែងលះទៀតទេនាងគ្រាន់តែខឹងខ្ញុំទេចាំបាត់ខឹងនាងប្រកាសជាត្រឡប់មកវិញមិនខានគិតក្នុងចិត្តទីបំផុតមីមួយនេះទៅបាត់ហើយតំណែងជាម្ចាស់ផ្ទះគ្រួសារចឹងគឺជារបស់ខ្ញុំហើយគិតក្នុងចិត្តពេលគេថតធ្វើជាខ្ពើមគេដល់ពេលគេស្គុំហើយដើរចេញទៅធ្វើដូចប្រលឹងចាក់ចេញពីខ្លួនអញ្ចឹងប្រុសនេះពិតជាគួរឲ្យធុញមែនគិតក្នុងចិត្តមិនអីទេបើខ្ញុំអាចទាត់ជួយឡានចេញបានខ្ញុំក៏អាចធ្វើឲ្យបងព្រំរៀបការជាមួយខ្ញុំដោយស្ម័គ្រចិត្តដែរលោកប្រធានជាងខាងក្រៅរងាណាស់ចូលទៅខាងក្នុងទៅបងស្រីជួយគ្រាន់តែខឹងមួយឆាវទេចាំគាត់ស្ងប់ចិត្តគាត់នឹងត្រឡប់មកវិញហើយបើបងធ្វើបាបខ្លួនឯងរហូតដល់ឈឺចុះស៊ីវលីងគិតយ៉ាងម៉េចទៅតោះខ្ញុំជួយគ្រាបងចូលទៅក្នុងលោកប្រធានជាងភរិយាលោកបានផ្ញើកិច្ចព្រមព្រៀងលែងលះមកឲ្យលោកហើយយកមកផ្ទះខ្ញុំភ្លាមមកសំឡេងទូរស័ព្ទលេខដែលអ្នកកំពុងហៅកំពុងជាប់រវល់សូមព្យាយាមម្ដងទៀតនៅពេលក្រោយនាងប្លុកខ្ញុំបាត់ហើយទាមទារទ្រព្យសម្បត្តិពាក់កណ្ដាលហើយចង់បានសិទ្ធិចិញ្ចឹមកូនទៀតជួយឡាននាងពិតជាសាហាវមែនមិនអីទេស៊ីវលីងប៉ាគ្រាន់តែមិនសូវសប្បាយចិត្តទេកូនឡើងទៅជន់លើមុនទៅណាម៉ូឈីងមិនក៏បងផឹកស្រាច្រើនម្លេះអូនទៅចាក់ទឹកឲ្យបងមួយកែវសិនផឹកស្រាម្នាក់ឯងខូចសុខភាពណាស់អូនផឹកកុំដល់បងចុះម៉ូឈីងកុំពិបាកចិត្តពេកអីបងនៅមានអូនតើម៉ូឈីងបងស្រវឹងហើយចាំអូនគ្រាបងទៅសម្រាកនៅបន្ទប់ទៅណា